បេក្ខជនទី1លោកហៀកបូរីមានអាយុ31ឆ្នាំជាកម្មករនៅរោងចក្រផលិតស្បែកជើង Lead Vinsu បេក្ខនារីទី2កញ្ញាកែវលក្ខណាមានអាយុ31ឆ្នាំជាគ្រូបង្រៀននៅសហជីពកម្មករកម្ពុជានៅសាលា Accord បេក្ខជនទី3លោកសយសីហាមានអាយុ26ឆ្នាំជាមន្ត្រីសហជីពកម្មករកម្ពុជានៅរោងចក្រដៃយ៉ាង2បេក្ខនារីទី4កញ្ញាលៀងសុផានមានអាយុ24ឆ្នាំជាគ្រូបង្រៀននៅសហជីពកម្មករកម្ពុជានៅសាលា Accord បេក្ខជនទី5លោកឡាយសុធិរិទ្ធមានអាយុ23ឆ្នាំជាកម្មករនៅរោងចក្រ QMI បាទទស្សនិកជនទាំងអស់គ្នាទើបតែបានជួបនៅសមាជិកភាពរបស់បេក្ខជនបេក្ខនារីដែលបានចូលរួមនៅសប្តាហ៍នេះរួចហើយពីកម្មវិធីមុននឹងឈានដល់ការប្រកួតប្រជែងក៏សូមអនុញ្ញាតអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីខ្ញុំបាទសូមអរគុណដល់សិភៅឆៃហាក់សិភៅសរសេរឆៃហាក់មានក្រឡាភ្លឺច្បាស់ងាយស្រួលសរសេរមិនរើសបិចហើយមានចំនួនទំព័រគ្រប់ចំនួនឆៃហាក់ជាជំរឿនដ៏ល្អដើម្បីអនាគតអ្នកអរគុណណាស់ឥឡូវនេះខ្ញុំបាទចង់ជម្រាបសួរអំពីចំណាប់អារម្មណ៍របស់បេក្ខជនបេក្ខនារីដែលបានចូលរួមនៅសប្តាហ៍នេះវិញថាតើគាត់មានការតាំងចិត្តយ៉ាងណាសួរទៅបេក្ខជនទី1ដំបូងគេបាទបងចូលរួមនៅសប្តាហ៍នេះមានសង្ឃឹមច្រើនទេបាទមានសង្ឃឹម50%បាទ50%តាំងចិត្តពីផ្ទះមក50%សិនបាទ50%ទៀតស៊ីសងលើស្ថានភាពជាក់ស្ដែងបាទបងបាទអរគុណចុះចំណាយបេក្ខនារីទី2វិញចានាងខ្ញុំ50%ដែរ50%ដែរចាបាទជាការតាំងចិត្តមកពីផ្ទះឬក៏តាំងចិត្តតាមគាត់អត់តាមគាត់ទេតាំងចិត្តដោយខ្លួនឯងដោយខ្លួនឯងណា50%ដូចគ្នាចាចុះចំណាយបេក្ខជនទី3បាទខ្ញុំ60%ព្រោះអីខ្ញុំ60%បាទដឹងថាបានចូលរួមកម្មវិធីហ្នឹងហើយខ្ញុំក៏ចូលចិត្តមើលកម្មវិធីហ្នឹងដែរតែថ្ងៃណាមួយខ្ញុំនឹងបានលេងហើយថ្ងៃនេះបានមកលេងដោយអ្វីដែលខ្ញុំប៉ងពីមុនមកអញ្ចឹងហ៎បាទប៉ុន្តែមើលមុខបងនេះរៀងភ័យអត់អីទេអត់អីទេណាបាទតែបងមុខតាបងមុខភ័យខ្ញុំភ័យដែរណាបាទអត់អីមើលដល់ធីកអត់ឲ្យចាញ់ធីកទេអត់ឲ្យចាញ់ខ្ញុំទេបាទអញ្ចឹង60%មានអតិភិបច្រើនជាងបេក្ខជនទី1និងបេក្ខនារីទី2បាទបេក្ខនារីទី4វិញសង្ឃឹមប៉ុន្មានភាគរយដែរខ្ញុំមានសង្ឃឹម65%អាយ៉ាចាលើបេក្ខជនទី3 5%ណាសង្ឃឹមការសង្ឃឹមរបស់ខ្ញុំគឺទុកពីផ្ទះមូលហេតុអីដែលអាចសង្ឃឹមបានដល់65ដោយសារកម្មវិធីខ្ញុំធ្លាប់តាមដានមើលខ្លះៗដែរអញ្ចឹងខ្ញុំការពីមើលខ្ញុំនៅផ្ទះហ្នឹងក៏ខ្ញុំអាសាថាឆ្លើយនឹងសំណួរសាកល្បងជាមួយកម្មវិធីដែរអញ្ចឹងខ្ញុំអាចឆ្លើយបានច្រើននេះគឺជាហេតុផលមួយដែលធ្វើឲ្យបេក្ខនារីទី4បាទអាចសង្ឃឹមពីព្រោះថាធ្លាប់បានទស្សនាកម្មវិធីហើយធ្លាប់ឆ្លើយសំណួរសាកល្បងជាមួយនឹងកម្មវិធីរបស់យើងបាទចុះចំណាយបេក្ខជនទី5វិញ60 65ចឹងប្រហែលខ្ញុំចុះវិញចឹងបងចុះសល់ប៉ុន្មានវិញសល់ត្រឹម55%ដែរបងអាយ៉ា55%គឺនៅតែលើបេក្ខជនទី1ទី2ដែរណាបាទអត់ឲ្យចាញ់គាត់ទេអត់ឲ្យចាញ់ទេបាទបាទអរគុណច្រើនណាស់ខ្ញុំបាទទើបតែបានសាកសួរអំពីចំណាប់អារម្មណ៍ក៏ដូចជាការតាំងចិត្តរបស់បេក្ខជនបេក្ខនារីរួចហើយទស្សនិកជនក៏បានឃើញអំពីការតាំងចិត្តរបស់គាត់ដូចគ្នានៅវគ្គក្រោយទស្សនិកជននឹងបានជួបនៅការប្រកួតប្រជែងជាក់ស្ដែងថាតើនៅសប្តាហ៍នេះបាទរវាងបេក្ខជនទី1ទី2បាទ50 60 65និង55%តើបេក្ខជនឬបេក្ខនារីណាមួយដែលជាអ្នកឈ្នះប្រចាំសប្តាហ៍ពីកម្មវិធីសូមអនុញ្ញាតសម្រាប់មួយផ្លែសិនបាទចាប់ផ្ដើមពីសំណួរទី1សួរថាតើការសាងសង់ផ្លូវថ្នល់នៅកម្ពុជាក្នុងសម័យអាណានិគមនិយមបារាំងប្រព្រឹត្តទៅដោយសារអ្វីចម្លើយមាន3កជំនួយអន្តរជាតិខជំនួយសេដ្ឋកិច្ចបារាំងកកំណែនប្រជារាស្ត្រខ្មែរបាទខ្ញុំសូមជឿចម្លើយខជំនួយសេដ្ឋកិច្ចបារាំងចម្លើយខរបស់បេក្ខជនទី3ដំបូងគេនេះគឺជាចម្លើយដែលមិនត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវគឺចម្លើយគោកំណែនប្រជារាស្ត្រខ្មែរបាទអញ្ចឹងសម្រាប់ឱកាសរបស់បេក្ខជនដំបូងគេនឹងគឺត្រូវបានបាត់បង់បន្តមកបេក្ខនារីជាបន្តទៀតតើទឹកប្រៃឬទឹកសមុទ្រមាននៅលើផែនដីប៉ុន្មានភាគរយចម្លើយមាន3ក79%ខ87%ក97%ខ្ញុំសូមជ្រើសយកចម្លើយក79%សម្រាប់ចម្លើយករបស់បេក្ខនារីទី4ដែលបានឆ្លើយថា
79% គឺជាចម្លើយដែលមិនត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវគឺចម្លើយក97% បាទឥឡូវយើងបន្តមកបេក្ខនារីទី5បាទសំទោសបេក្ខជនទី5បាទសំណួរសួរថាតើដំណាំចម្រុះមានច្រើនជាន់នៅលើផែនដីតែមួយនិងគ្មានការរំខានរវាងគ្នាហៅថាអ្វីកកសិឧស្សាហកម្មខកសិរុក្ខកម្មនិងករុក្ខកម្ម ខ្ញុំសូមជ្រើសរើសចម្លើយកកសិឧស្សាហកម្ម ចម្លើយកកសិឧស្សាហកម្មគឺជាចម្លើយដែលមិនត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវគឺចម្លើយខកសិរុក្ខកម្មបាទអញ្ចឹងសម្រាប់ឱកាសបេក្ខជនទី1នៅក្នុងការឆ្លើយសំណួរដំបូងសំណួរសួរថាតើបំណងមួយដែលស្ថិតនៅក្នុងភាពសាវ៉ារីរែកមិនប្រកបហៅថាអ្វីកកង្វះឆន្ទៈខអឆន្ទៈកឆន្ទៈស្ទើរ បាទខ្ញុំសូមយកចម្លើយចម្លើយ ចម្លើយមួយណា ក ចម្លើយក បាទ កង្វះឆន្ទៈចម្លើយនេះគឺជាចម្លើយដែលត្រឹមត្រូវបាទបាទដូច្នេះសម្រាប់បេក្ខជនទី1អាចមានឱកាសឡើងមកកម្មទី1ហើយសួរសំណួរបន្តទៀតសំណួរសួរថាតើច្បាប់ស្តីពីការងារត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃណាចម្លើយមាន3ចម្លើយក10មករា1997ចម្លើយខ11ខែមករាឆ្នាំ1997ចម្លើយក12ខែមករា1997 បាទខ្ញុំសូមរើសយកចម្លើយខគឺថ្ងៃទី11ខែមករាឆ្នាំ1997 ចម្លើយខថ្ងៃទី11ខែមករាឆ្នាំ1997ជាចម្លើយដែលមិនត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវគឺជាចម្លើយក10ខែមករាឆ្នាំ1997ឱកាសសម្រាប់បេក្ខនារីទី2ឆ្លើយសំណួរលើកដំបូងសំណួរសួរថាតើរូបភាពដែលបានបង្ហាញជាទង់ជាតិនៃប្រទេសណាចម្លើយមាន3ចម្លើយកឥណ្ឌូនេស៊ីចម្លើយខហ្វីលីពីននិងចម្លើយកម៉ាឡេស៊ី ចា៎នឹងខ្ញុំសូមយកចម្លើយកម៉ាឡេស៊ី ចម្លើយកជាទង់ជាតិរបស់ប្រទេសម៉ាឡេស៊ីចម្លើយនេះគឺជាចម្លើយដែលមិនត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវគឺជាចម្លើយខប្រទេសហ្វីលីពីនបាទអញ្ចឹងមានឱកាសសម្រាប់បេក្ខជនទី3មានទឹកមាត់លាបតិចបន្តសំណួរទៀតសំណួរសួរថាតើនៅឆ្នាំ1945ប្រទេសជប៉ុនស្ថិតនៅក្រោមអាណានិគមប្រទេសណាចម្លើយមាន3កសហរដ្ឋអាមេរិកខប្រទេសបារាំងនិងកប្រទេសអង់គ្លេស បាទខ្ញុំសូមចូលរើចម្លើយកប្រទេសអាមេរិក ចម្លើយកប្រទេសអាមេរិកបាទចម្លើយនេះគឺជាចម្លើយដែលអបអរសាទរបាទដូច្នេះមានឱកាសឡើងមកកម្មទី1មានឱកាសឆ្លើយនៅសំណួរបន្តទៀតសំណួរសួរថាមនុស្សអាចបង្កើតសម្ភារៈនានាបានដោយសារមនុស្សមានអ្វីបាទមានចម្លើយ3កកម្លាំងខ្លាំងក្លាខស្មារតីកទេពកោសល្យ បាទខ្ញុំសូមជ្រើសរើសចម្លើយកទេពកោសល្យ ចម្លើយកទេពកោសល្យចម្លើយនេះគឺជាចម្លើយដែលអបអរសាទរបាទសំណួរជាបន្តសម្រាប់បេក្ខជនទី3ប្រៀបប្រទេស3ខាងក្រោមតើប្រទេសណាដែលមានផ្ទៃក្រឡាធំជាងគេចម្លើយកប្រទេសឥណ្ឌាចម្លើយខប្រទេសអូស្ត្រាលីចម្លើយកប្រទេសអាហ្សង់ទីន បាទខ្ញុំសូមជ្រើសរើសចម្លើយខប្រទេសអូស្ត្រាលី ចម្លើយខប្រទេសអូស្ត្រាលីចម្លើយនេះគឺជាចម្លើយដែលត្រឹមត្រូវបាទសំណួរជាបន្តទៀតតើទន្លេមេគង្គមានប្រវែងប៉ុន្មានគីឡូម៉ែត្រចម្លើយនេះប្រហែលជាងាយស្រួលមានចម្លើយ3ក3200គីឡូម៉ែត្រខ4200គីឡូម៉ែត្រ
និងចម្លើយក5200គីឡូម៉ែត្រ បាទខ្ញុំសូមជ្រើសចម្លើយខ4200គីឡូម៉ែត្រ 4200គីឡូម៉ែត្រ បាទ ចម្លើយនេះគឺជាចម្លើយដែលអបអសាទរបាទឥឡូវនេះសម្រាប់បេក្ខជនទី3មានឱកាសឈានមកដល់កម្មទី4មុនគេបើសិនជាឆ្លើយខុសមានបេក្ខជនណាផ្សេងទៀតឈានមកដល់កម្មទី4នេះបេក្ខជនទី3នឹងត្រូវចុះទៅកម្មទី3វិញសំណួរបន្តសួរថាតើរូបិយប័ណ្ណនៃប្រទេសអ៊ីតាលីមានឈ្មោះអ្វីចម្លើយកfranc ចម្លើយកដុល្លារនិងចម្លើយកអឺរ៉ូ បាទខ្ញុំសូមជ្រើសចម្លើយកយូរ៉ូ ចម្លើយក បាទ អឺរ៉ូ បាទ ច្បាស់អត់ ពួកអីតកតងនឹងសំណួរហ្នឹងខ្ញុំមកច្បាស់ដែរគឺហ្វ្រង់បោះតារាងទេហើយដុល្លារប្រហែលជាអាមេរិកយូរ៉ូហើយមួយទៀតអ៊ីតាលីស្ថិតនៅសហគមន៍អឺរ៉ុបដូចនេះខ្ញុំសន្មតថាយូរ៉ូ បាទអញ្ចឹងបានន័យថាស្លោកាត់តាមការអំណាងមិញគឺសន្មតច្បាស់ណាស់ថាគឺជាអឺរ៉ូ បាទ ចម្លើយរបស់បេក្ខជនទី3គឺជាចម្លើយដែលអបអសាទរបាទអបអសាទរសម្រាប់បេក្ខជនទី3ដែលមានឱកាសឡើងមកខាងលើក្នុងវគ្គផ្ដាច់ព្រាត់មុនគេនៅក្នុងសប្តាហ៍នេះហើយយើងនៅសល់បេក្ខជន4រូបទៀតដែលយើងនឹងត្រូវធ្វើការស្វែងរកជាបន្តទៀតដើម្បីប្រកួតជាមួយនឹងបេក្ខជនទី3នៅក្នុងវគ្គក្រោយសម្រាប់ពេលនេះពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទសំណួរតែម្ដងហើយមានឱកាសឡើងមកខាងលើឆាកក្នុងវគ្គបែកព្រាត់នេះបានមុនគេបងអស់អញ្ចឹងខ្ញុំនៅរងចាំមើលទៀតថាតើរវាងបេក្ខជននិងបេក្ខនារី4រូបទៀតតើបេក្ខជនឬបេក្ខនារីណាមួយដែលមានឱកាសឡើងមកប្រកួតជាមួយនឹងលោកសយសីហានៅខាងលើអរគុណណាស់ហើយសម្រាប់កម្មវិធីរបស់យើងក៏សូមអនុញ្ញាតអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីអរគុណដល់សិភៅឆៃហាក់សិភៅសរសេរឆៃហាក់មានក្រឡាភ្លឺច្បាស់ងាយស្រួលសរសេរមិនរឹបិចដែលមានចំនួនទំព័រគ្រប់ចំនួនឆៃហាក់ជាជំរឿនដ៏ល្អដើម្បីអនាគតអ្នកបាទនៅក្នុងវគ្គនេះគឺយើងផ្ដល់ឱកាសសម្រាប់បេក្ខនារីទី4ដែលបន្ទាប់ពីបេក្ខជនទី3នៅក្នុងការឆ្លើយសំណួរអញ្ចឹងខ្ញុំបាទសូមអនុញ្ញាតបន្តសំណួរសួរទៅបេក្ខនារីទី4សំណួរសួរថាតើកម្មករនយោជិកត្រូវមានកាតព្វកិច្ចជូនដំណឹងទៅនយោជកឬតំណាងរបស់នយោជកយ៉ាងយូរបំផុតប៉ុន្មានម៉ោងបន្ទាប់ពីឧបទ្ទវហេតុកើតឡើងចម្លើយមាន3ក12ម៉ោងខ24ម៉ោងក48ម៉ោងខ្ញុំជ្រើសរើសយកចម្លើយខ24ម៉ោងចម្លើយខ24ម៉ោងចម្លើយនេះគឺជាចម្លើយដែលត្រឹមត្រូវបាទសំណួរជាបន្តសម្រាប់បេក្ខនារីទី4តើលោហៈធាតុអ្វីដែលធ្ងន់ជាងគេចម្លើយកប្រាក់ចម្លើយខដែកចម្លើយកមាសខ្ញុំសូមជ្រើសរើសយកចម្លើយកមាសចម្លើយកមាសចម្លើយនេះគឺជាចម្លើយដែលត្រឹមត្រូវសំណួរជាបន្តតើកីឡាករបាល់ឱបតម្រូវឲ្យមានកីឡាករមកខាងប៉ុន្មាននាក់ចម្លើយក15នាក់ចម្លើយខ11នាក់និងចម្លើយក12នាក់ខ្ញុំសូមជ្រើសរើសយកចម្លើយក15នាក់ចម្លើយក15នាក់ចម្លើយកគឺជាចម្លើយដែលត្រឹមត្រូវដូច្នេះមានឱកាសនៅឆ្លើយនៅសំណួរជាបន្តទៀតតើនៅក្នុងទីប្រជុំជនអ្នកបើកបរយន្តគ្រប់ប្រភេទត្រូវប្រើល្បឿនអតិបរមាប៉ុន្មានចម្លើយក30គីឡូម៉ែត្រក្នុង1ម៉ោងចម្លើយខ40គីឡូម៉ែត្រក្នុង1ម៉ោងនិងចម្លើយក50គីឡូម៉ែត្រក្នុង1ម៉ោងខ្ញុំសូមជ្រើសរើសយកចម្លើយ
ខ40គីឡូម៉ែត្រក្នុង1ម៉ោង ខ40គីឡូម៉ែត្រក្នុង1ម៉ោង ចា៎ ចម្លើយនេះគឺជាចម្លើយដែលត្រឹមត្រូវបាទឥឡូវនេះ4សំណួរគឺឆ្លើយត្រូវទាំង4ហើយបើសិនជាឆ្លើយត្រូវមួយសំណួរទៀតឱកាសសម្រាប់បេក្ខនារីទី4គឺមានច្រើនជាងគេបើប្រៀបធៀបទៅនឹងបេក្ខជនបេក្ខនារីដទៃទៀតតែបើសិនជាឆ្លើយខុសមានបេក្ខជនណាមួយឡើងមកដល់កម្មទី4ដែរអញ្ចឹងបេក្ខនារីទី4នឹងត្រូវធ្លាក់ចុះទៅកម្មទី3វិញអញ្ចឹងសង្ឃឹមថាសំណួរជាបន្តនេះអាចឆ្លើយត្រូវសំណួរជាបន្តសួរថាតើទ្វីបណាដែលមានប្រជាជនរស់នៅតិចជាងគេចម្លើយកទ្វីបអង់តាក់ទិកចម្លើយខទ្វីបអូសេអានីចម្លើយកទ្វីបអាហ្វ្រិក ខ្ញុំសូមជ្រើសយកចម្លើយកទ្វីបអង់តាក់ទិក ចម្លើយកទ្វីបអង់តាក់ទិកបាទសូមសួរបញ្ជាក់ទៅបេក្ខនារីទី4ថាតើចម្លើយកដែលបានជ្រើសរើសអំបញ្ញមិញសម្រាប់យកឬក៏ចង់ផ្លាស់ប្ដូរ សម្រាប់យកអត់ផ្លាស់ប្ដូរ សម្រាប់យកហើយចម្លើយនេះគឺជាចម្លើយដែលត្រឹមត្រូវបាទអបអរសាទរសម្រាប់បេក្ខនារីទី4ដែលបានឆ្លើយត្រឹមត្រូវបាទដូច្នេះសម្រាប់ឱកាសបេក្ខនារីទី4គឺមានឱកាសមកវគ្គផ្ដាច់ព្រាត់ជាមួយនឹងបេក្ខជនបាទគឺលោកសយសេហាដែលបានឈានមកដល់មុនគេកាលវគ្គទី1តែសូមចូលរួមសោកស្ដាយផងសម្រាប់បេក្ខជននិងបេក្ខនារី3រូបទៀតដែលអត់មានឱកាសឡើងមកដល់វគ្គផ្ដាច់ព្រាត់ណាប៉ុន្តែអត់អូនសុពន្ធចិត្តទេណាបេក្ខជនទី1 ដោយសារយើងមានឱកាសនៅក្នុងកម្មវិធីនេះជាសំណាងហើយនឹងការទេពកោសលនិងចំណេះដឹងរបស់យើងផ្ទាល់ខ្លួនអញ្ចឹងណាអញ្ចឹងមានការសោកស្ដាយទេមានការត្រេកអរណាស់ដែលបានចូលរួមក្នុងកម្មវិធីអ្នកឆ្លាតវៃឬក៏ហៅថា Smart Game នៅទូបាយ័ននេះគឺសូមអរគុណបាទអរគុណចុះចំណាយបេក្ខនារីទី2វិញអត់អូនសុពន្ធចិត្តអីទេណា ចាអត់អីទេចិត្តជាកីឡាករ អូចិត្តជាកីឡាករដែរណាចាបាទចាក៏ ស្រឡាញ់កីឡាអីដែរ ចា កីឡាអីគេស្រឡាញ់ពេញចិត្តកីឡាអី កីឡាបាល់ទាត់ អូទៅចិត្តកីឡាបាល់ទាត់ជានារីហ្មងបាទមែនទៅចំណាយបេក្ខជនទី5វិញ បញ្ហាអីទេបញ្ហាគាត់ថាការលេងវាត្រូវតែមានអ្នកចាញ់និងអ្នកឈ្នះអញ្ចឹងការចាញ់របស់ខ្ញុំការមិនបានទៅវគ្គផ្ដាច់ព្រាត់ក៏វាអត់មានបញ្ហាអីសម្រាប់ខ្ញុំព្រោះតែតែមានអ្នកឈ្នះអ្នកចាញ់ បាទអរគុណណាស់អញ្ចឹងពីកម្មវិធីក៏សូមថ្លែងអំណរគុណដល់បេក្ខជននិងបេក្ខនារី3រូបទៀតដែលមានឱកាសឡើងមកដល់វគ្គផ្ដាច់ព្រាត់ប៉ុន្តែពីកម្មវិធីរបស់យើងក៏មានជាស្រោមសម្បត្តិដើម្បីផ្ដល់ជូនទៅដល់ទាំងអស់គ្នាផងដែរអរគុណសម្រាប់ការចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីរបស់យើងបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅក្នុងវគ្គនេះយើងបានរកឃើញបេក្ខជនមួយរូបនិងបេក្ខនារីមួយរូបនៅក្នុងការឡើងទៅប្រកួតប្រជែងវគ្គផ្ដាច់ព្រាត់នៅក្នុងសប្តាហ៍ទី3វគ្គទី31រងចាំទស្សនានៅវគ្គក្រោយជាបន្តទៀតថាតើបេក្ខជនឬក៏បេក្ខនារីដែលមានព្រៀបជាងពីកម្មវិធីសូមអនុញ្ញាតសម្រាប់មួយផ្លែសិនអនុញ្ញាតជម្រាបភាសាទៀតឲ្យលោកសេហាណែនាំខ្លួនមកពីរោងចក្រណាដែរបាទបាទអរគុណខ្ញុំបានឈ្មោះសយសាហាមកពីរោងចក្រដៃយ៉ាងធូណាបាទនៅម្ដុំណាដែរនៅផ្លូវវិញអូផ្លូវជាតិលេខ4ផ្លូវជាតិលេខ4ណាបាទដំណើរការរោងចក្រនៅទីនោះមិនដែរល្អណាអត់អីទេល្អដល់បងព្រោះអីដោយសារទី1ដោយសារមានសហជីពបាទមានសហជីពហើយគាត់យល់ដឹងពីច្បាប់ទម្លាប់ច្រើនទៅហើយកិច្ចសហប្រតិបត្តិការកាលណាតកែគាត់យល់ច្បាស់ពីសហជីពក៏បាននៅកន្លែងការងារគាត់ល្អព្រោះអីយើងសង្កេតឃើញថានៅកន្លែងខ្ញុំហ្នឹងដោយសារពីមុនក៏រៀងយ៉ាងដែរដល់ពេលមានសហជីពតែងតែព្យាយាមប្រាប់គាត់បង្កើតសហជីពទៅដើម្បីចេះទេចំណេញទាំងសងខាងឯងមិនខានតកែដល់ពេលអញ្ចឹងទៅគាត់ព្យាយាមធ្វើការជាមួយគ្នាវាដំណើរការទៅរលូនបាទរលូនតែម្ដងមានតួនាទីអ្វីដែរនៅក្នុងរោងចក្រខ្ញុំថ្នាក់ដឹកនាំសហជីពតែម្ដងបាទអរគុណច្រើនទស្សនិកជនបានដឹងអំពីប្រវត្តិខ្លះខ្លីៗតាក់ទងទៅនឹងបេក្ខជនបាទMr. លោកសេហាបាទហើយចំណែកបេក្ខនារីវិញបាទអនុញ្ញាតណែនាំខ្លួនហើយនឹងរោងចក្រដែលធ្វើការសប្តាហ៍ថ្ងៃផងខ្ញុំឈ្មោះលៀងសុផាណាខ្ញុំមកពីខាងសាលាអាខតរោងចក្រនេះយើងចូលធ្វើការទី1ឬក៏ជាសាលាចាអូខេអរគុណច្រើនអញ្ចឹងទស្សនិកជនក៏បានជ្រាបអំពីប្រវត្តិខ្លីៗតាក់ទងទៅនឹងបេក្ខជនទាំងពីររួចហើយ
ខ្ញុំក៏បានស្គាល់ដូចគ្នាអរគុណណាស់ឥឡូវនេះយើងបានឈានមកដល់វគ្គផ្ដាច់ព្រាត់តែមុននឹងជួបនៅសំណួរក្នុងវគ្គផ្ដាច់ព្រាត់នេះខ្ញុំសូមអរគុណដល់អ្នកឧបត្ថម្ភនៅកម្មវិធីរបស់យើងអរគុណដល់សិភៅឆៃហាក់សិភៅសរសេរឆៃហាក់មានក្រឡាភ្លឺច្បាស់ងាយស្រួលសរសេរមិនរើសបិចហើយមានចំនួនទំព័រគ្រប់ចំនួនឆៃហាក់ជាជំរើសដ៏ល្អដើម្បីអនាគតអ្នកលក្ខខណ្ឌនៃការប្រកួតនៃវគ្គផ្ដាច់ព្រាត់បេក្ខជនទាំងពីររូបមានទឹកប្រាក់ 50,000 រៀលនៅក្នុងដៃដូចគ្នាសម្រាប់ប្រកួតប្រជែងនៅក្នុងផ្ដាច់ព្រាត់នេះកម្មវិធីនឹងមានសំណួរចំនួន10សំណួរហើយបេក្ខជនឬបេក្ខនារីដែលឆ្លើយសំណួរបានត្រឹមត្រូវមួយសំណួរនឹងទទួលបានទឹកប្រាក់ 50,000 រៀលបន្ថែមទៀតដែលជាការកាត់ទឹកប្រាក់ពីបេក្ខជនដែលឆ្លើយខុសប៉ុន្តែប្រសិនបើបេក្ខជនឬបេក្ខនារីទាំងពីររូបឆ្លើយមិនបានត្រឹមត្រូវកម្មវិធីនឹងកាត់ទឹកប្រាក់ 50,000 រៀលវិញបេក្ខជនឬបេក្ខនារីទាំងពីររូបមិនមានសិទ្ធិឆ្លើយសំណួរដូចគ្នានៅក្នុងសំណួរតែមួយបានទេបន្ទាប់ពីការឆ្លើយសំណួរទាំង10បេក្ខជនឬបេក្ខនារីដែលអាចរក្សាទឹកប្រាក់បានច្រើនជាងគេគឺជាអ្នកទទួលជ័យជំនះប្រចាំសប្តាហ៍ហើយនឹងមានឱកាសទៅប្រកួតបន្តទៀតនៅវគ្គផ្ដាច់ព្រាត់អរគុណអញ្ចឹងខ្ញុំបាទសូមសួរទៅបេក្ខជនសីហាព្រោះថាដោយសារតែបានឡើងមកខាងលើមុនគេអញ្ចឹងមានឱកាសជ្រើសនៅសំណួរមួយគេបាទក្នុងចំណោមសំណួរទាំង10ពេញចិត្តសំណួរមួយណាខ្ញុំពេញចិត្តសំណួរលេខ5នោះសួរថាតើខេត្តណាដែលមានផលនេសាទទឹកប្រៃបានច្រើនជាងគេខេត្តដែលផលនេសាទទឹកប្រៃច្រើនជាងគេខ្ញុំជ្រើសរើសយកខេត្តកោះកុងអត់ផ្លាស់ប្ដូរទេអត់អញ្ចឹងសម្រាប់បេក្ខនារីក៏មានឱកាសជ្រើសរើសនៅចម្លើយណាមួយដូចគ្នាបើសិនជាបេក្ខជនឆ្លើយខុសយើងឆ្លើយត្រូវបានថាបន្ទុកបានទៅលើខាងយើងចាខ្ញុំជឿទៅខេត្តណាចូលខេត្តកពតខេត្តកពតចាអរគុណណាស់ហើយសម្រាប់ចម្លើយរបស់បេក្ខជននិងបេក្ខនារីទាំងពីរគឺមានចម្លើយមួយដែលជាចម្លើយត្រឹមត្រូវខ្ញុំបាទសូមបញ្ជាក់ហើយនឹងឆ្លើយនៅចម្លើយជូនចម្លើយដែលបានសំណួរដែលបានសួរថាតើខេត្តណាដែលផ្ដល់ផលនេសាទទឹកប្រៃបានច្រើនជាងគេចម្លើយគឺខេត្តកោះកុងបាទអបអរសាទរសម្រាប់លោកសីហាដែលបានឆ្លើយត្រូវដូច្នេះថវិកា 50,000 រៀលបាទខ្ញុំបានដកមកជូនលោកសីហាទឹកប្រាក់កើនដល់ 55,000 ឯផាណានៅសល់តែ 45,000 ទេអត្ថភាពសម្រាប់ផាណាវិញម្ដងបាទក្នុងការជ្រើសរើសនៅសំណួរបាទក្នុងចំណោម9សំណួរដែលនៅសល់ពេញចិត្តសំណួរលេខប៉ុន្មានខ្ញុំជ្រើសរើសយកចម្លើយលេខ4សំណួរសួរថាតើស្រុកត្បែងមានជ័យមានទីតាំងស្ថិតនៅក្នុងខេត្តណាត្បែងមានជ័យនៅក្នុងខេត្តបន្ទាយមានជ័យស្រុកត្បែងមានជ័យខេត្តបន្ទាយមានជ័យចាច្បាស់អញ្ចឹងសម្រាប់បេក្ខជនសីហាក៏មានឱកាសឆ្លើយនៅចម្លើយមួយដូចគ្នាបាទតើស្រុកត្បែងមានជ័យមានទីតាំងស្ថិតនៅក្នុងខេត្តខ្ញុំសូមជ្រើសរើសយកខេត្តព្រៃវែងបាទអរគុណច្រើនបាទសម្រាប់ចម្លើយសំណួរលេខ4ដែលបានសួរថាតើស្រុកត្បែងមានជ័យមានទីតាំងស្ថិតនៅក្នុងខេត្តណាចម្លើយគឺស្ថិតនៅក្នុងខេត្តព្រះវិហារបាទដូច្នេះសម្រាប់ចម្លើយអ្នកទាំងពីរគឺអត់មានអ្នកឆ្លើយត្រូវទេបាទខ្ញុំបាទសូមដកម្នាក់ 50,000 រៀលអញ្ចឹងបេក្ខនារីសល់ 40,000 បេក្ខជនសល់ 50,000 ណាបាទបន្តមកបេក្ខជនបាទលោកសីហាពេញចិត្តនៅសំណួរលេខប៉ុន្មានជាបន្តទៀតខ្ញុំសូមជ្រើសរើសសំណួរលេខ1សំណួរសួរថាតើថេរវេលាធ្វើការពេញលេញរបស់កម្មករនិយោជិតមិនត្រូវឲ្យលើសពីប្រមាណម៉ោងក្នុងមួយថ្ងៃបាទថេរវេលាធ្វើការពេញលេញរបស់កម្មករនិយោជិតមិនត្រូវឲ្យលើសពីប្រមាណម៉ោងក្នុងមួយថ្ងៃ10ម៉ោងក្នុងមួយថ្ងៃគិតទាំងថែមម៉ោង10ម៉ោងបាទមូលហេតុមិញគឺបានបញ្ជាក់ថាគិតទាំងថែមម៉ោងណាបាទព្រោះអីនៅក្នុងច្បាប់យើងក៏មានចែងដែរគឺថាកម្មករធ្វើការ8ម៉ោងហើយក្នុងនោះថែមម៉ោងមិនត្រូវឲ្យលើសពី2ម៉ោងទៀតដូចនេះខ្ញុំសន្និដ្ឋានថាខ្ញុំត្រូវយក10ម៉ោង10ម៉ោង
ច្បាស់ថា10ម៉ោងហើយបាទអត់ចង់ផ្លាប់ដូរទេអត់ទេ100%មកណាបាទអរគុណអញ្ចឹងចង់សួរទៅបែកខណ្ឌរីជាបន្តបាទខ្ញុំផាណាបាទពេញចិត្តនៅឆ្លើយនៅចម្លើយមួយដែរមកសូមឆ្លើយថាមិនត្រូវឲ្យលើសពី12ម៉ោងក្នុងមួយថ្ងៃមិនត្រូវឲ្យលើសពី12ម៉ោងក្នុងមួយថ្ងៃបាទបញ្ជាក់មូលហេតុតិចៗមកដើម្បីឲ្យទស្សនិកជនគាត់បានជ្រាបអំពីចម្លើយរបស់យើងព្រោះអីគេថាការងារខ្លះប្រហែលជាគាត់អាចត្រូវបន្ថែមច្រើនដើម្បីឲ្យព្រោះអីគាត់ត្រូវបញ្ញាប់កៅអៅចេញអញ្ចឹងគាត់អាចថាថែមដល់ទៅ4ម៉ោងបានបាទណាចាព្រោះវាមិនសូវប៉ះពាល់ហ្មងត្រឹមម៉ោង8អីអញ្ចឹងច្បាស់ហើយចាបាទអរគុណច្រើននៅក្នុងសំណួរទី1ដែលបេក្ខជនបាទលោកសេហាបានជ្រើសរើសអបាញ់មិញនេះសួរថាតើថេរវេលាធ្វើការពេញលេញរបស់កម្មករនិយោជិតមិនត្រូវឲ្យលើសប៉ុន្មានម៉ោងក្នុងមួយថ្ងៃខ្ញុំបានសូមបញ្ជាក់ពីចម្លើយដែលត្រឹមត្រូវគឺមានចំនួន8ម៉ោងបាទដូច្នេះសម្រាប់បេក្ខជននិងបេក្ខនារីទាំងពីរឆ្លើយមិនត្រឹមត្រូវនោះទេដោយសារតែលោកសេហាមិញក៏ដូចជាកញ្ញាផាណាក៏គាត់មានការយល់ច្រឡំអំពីការថែមម៉ោងអញ្ចឹងចំនួនដែលមិនឲ្យត្រូវលើសនោះគឺគិតតែ8ម៉ោងនោះទេបាទអញ្ចឹងខ្ញុំបាទសូមដកម្នាក់50000នៅសល់កញ្ញាផាណានៅសល់35000បាទលោកសេហាសល់45000បាទសន្សំបន្ទុណាសន្សំថវិកាបាទឥឡូវជឿរើសកញ្ញាផាណាជឿរើសសំណួរជាបន្តខ្ញុំជ្រើសរើសយកសំណួរលេខ2សំណួរលេខ2សំណួរសួរថាតើដំណើរការធ្វើផែនការត្រួតពិនិត្យនិងវិតម្លៃធនធានរបស់សហជីពមានមុខងារជាអ្វីបាទមានមុខងារជាអ្នកធ្វើផែនការយុទ្ធសាស្ត្រជាអ្នកផែនការយុទ្ធសាស្ត្រធ្វើផែនការយុទ្ធសាស្ត្រចាបាទច្បាស់ថាសម្រាប់ហ្នឹងហើយអត់ច្បាស់ទេបាទចាច្បាស់ហើយបច្ចុប្បន្នអត់ច្បាស់ទេ27អញ្ចឹងគឺជាឱកាសតិចមែនតើនៅក្នុងការសន្សំថវិកាយកឈ្នះអញ្ចឹងសម្រាប់លោកសេហាវិញខ្ញុំថាតើតងសំណួរហ្នឹងខ្ញុំសូមឆ្លើយថាការមានមុខងារជារដ្ឋបាលរបស់សហជីពមានមុខងារជារដ្ឋបាលសហជីពបាទអរគុណណាស់ហើយដោយសារតែចម្លើយអ្នកទាំងពីរគឺមានចម្លើយខុសគ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់អំពីចម្លើយពិតប្រាកដដែលបានឆ្លើយនេះសំណួរមិញសួរថាតើដំណើរការផែនការត្រួតពិនិត្យនិងការវិតម្លៃធនធានរបស់សហជីពមានមុខងារជាអ្វីចម្លើយគឺមានមុខងារជាប្រធានជារដ្ឋបាលសហជីពបាទអបអរសាទរបាទអបអរសាទរទៅលោកសីហាដែលគាត់បានឆ្លើយត្រូវបាទអញ្ចឹងសម្រាប់ផាណាដែលបានឆ្លើយខុសមិញដកថវិកាជូនដល់លោកសីហាវិញថវិកាលោកសីហាឡើងដល់500,000វិញអ្នកផាណានៅសល់តែ300,000ទេបាទឥឡូវយើងមកជួបការជ្រើសរើសសំណួររបស់លោកសីហាជាបន្តទៀតបាទខ្ញុំសូមយកសំណួរលេខ3តាមនោះសំណួរលេខ3ត្រៀមបាទតើរូបដែលនឹងបង្ហាញគឺជាប្រាសាទដែលមានឈ្មោះអ្វីប្រាសាទស្រុកខ្មែរមានច្រើនប្រយ័ត្នភ័ន្តច្រឡំណាមើលច្បាស់គេហៅប្រាសាទតាមាន់ប្រាសាទតាមាន់បាទអញ្ចឹងច្បាស់ថាប្រាសាទតាមាន់បាទអរគុណជាផាន់ណាពេញចិត្តឆ្លើយថារូបនេះជាប្រាសាទអីតែឥឡូវលោកសីហាគាត់បានឆ្លើយហើយប្រាសាទតាមាន់អញ្ចឹងយើងឆ្លើយមកថារូបនេះជាប្រាសាទណាជាប្រាសាទបន្ទាយឆ្មាប្រាសាទបន្ទាយឆ្មាធ្លាប់បានទៅលេងប្រាសាទបន្ទាយឆ្មាអត់ធ្លាប់បានទៅអញ្ចឹងច្បាស់ថាប្រាសាទបន្ទាយឆ្មាហ្នឹងច្បាស់ណាច្បាស់ទស្សនិកជនដែលកំពុងតែទស្សនាហើយមើលរូបភាពដែលយើងបានសួរទៅបេក្ខជនទាំងពីរក៏ប្រហែលជាផ្ទៀងនៅក្បូរក្បាច់រចនាចម្លាក់ប្រាសាទទងទីខ្លីៗដោយសារតែយើងផ្ដល់ជូននៅរូបរាងប្រាសាទពីចម្ងាយ
ចឹងតែពេលខ្លះមានការពន់ច្រឡំអញ្ចឹងប៉ុន្តែយើងទទួលបានចម្លើយពីបេក្ខជនទាំងពីរខ្ញុំបាទសូមបញ្ជាក់នឹងឆ្លើយនៅចម្លើយពិតប្រាកដសម្រាប់រូបភាពនេះគឺជាប្រាសាទអីគេបាទអាទីដឹងទេប្រាសាទបន្ទាយស្រីបាទគឺជាប្រាសាទបន្ទាយស្រីបាទអញ្ចឹងអតិថិជននៅខាងមុខគាត់ជាអ្នកឆ្លើយត្រូវហើយបេក្ខជនទាំងពីរឆ្លើយអត់ត្រូវទេដកថវិកាម្នាក់50000បាទអញ្ចឹងសម្រាប់ថវិកាកញ្ញាផាណានៅសល់250,000ខណៈពេលដែលលោកសីហានៅសល់450,000បាទឥឡូវយើងបន្តមកសំណួរបេក្ខផានរីជាបន្តទៀតបាទបញ្ជាក់សំណួរលេខប៉ុន្មានជ្រើសយកសំណួរលេខ10សំណួរលេខ10សួរថាតើតាមច្បាប់ការងារពេលយប់ទទួលបានអត្រាប្រាក់ឈ្នួលប៉ុន្មានភាគរយប្រាក់អន្តរមានចំនួន10%ច្បាស់ហើយណាបើច្បាស់ហើយអត់ដូរទេអត់ដូរទេ10%លោកសីហាបាទខ្ញុំបញ្ជាក់ម្ដងទៀតណាថែមម៉ោងពេលយប់តាមច្បាប់ការងារបាទទទួលបានប្រាក់ឈ្នួលប្រមាណភាគរយការកាត់បាទការថែមម៉ោងការធ្វើការថែមម៉ោងនៅពេលយប់បានទទួលអត្រាការប្រាក់អត្រាប្រាក់ឈ្នួលហ្នឹងចំនួន200%បាទន័យឧទាហរណ៍ថាយើងធ្វើការពេលថ្ងៃបាន1រៀលបើយើងថែមម៉ោងពេលយប់យើងបាន2រៀលបាទ2រៀលបាទចម្លើយមាន2គឺខុសគ្នាឆ្ងាយមែនតើញ៉ាំផាណាឆ្លើយថា10%លោកសីហាឆ្លើយថា200%បាទខុសគ្នាណា10%និង200%ដោយសារតែមានចម្លើយ2ពីកម្មវិធីខ្ញុំបាទសូមបញ្ជាក់ជូននៅចម្លើយជូនដល់ទស្សនិកជនដែលកំពុងតែទស្សនាកម្មវិធីអ្នកឆ្លាតវៃគឺមានចំនួនបាទតាមច្បាប់ការងារពេលយប់ទទួលអត្រាប្រាក់ឈ្នួលបានចំនួន200%បាទអបអរសាទរលោកសីហាបាទអញ្ចឹងលោកសីហាមានថវិកាកើនដល់50,000វិញបាទណាពេលដែលខ្ញុំផាណានៅសល់តែ20,000តែប៉ុណ្ណោះឥឡូវយើងបន្តមកសំណួរទៀតបាទនៅសល់តែ4សំណួរទេខ្ញុំសូមយកសំណួរលេខ7បាទសំណួរលេខ7តើអ្នកចូលរួមបទល្មើសមានឆន្ទៈដូចគ្នាជាមួយចារីហើយមានវត្តមានជាមួយគ្នានៅកន្លែងកើតហេតុហៅថាអ្វីអ្នកចូលរួមបទល្មើសមានឆន្ទៈដូចគ្នាជាមួយចារីហើយមានជាមួយចារីហើយមានវត្តមាននៅជាមួយគ្នានៅកន្លែងកើតហេតុហ្នឹងហៅថាអីខ្ញុំសូមឆ្លើយថាជាអំពើហៅថាអំពើប្លន់បាទអ្នកចូលរួមបទល្មើសមានឆន្ទៈដូចគ្នាជាមួយចារីមានវត្តមាននៅជាមួយគ្នានៅកន្លែងកើតហេតុហៅថាអំពើប្លន់អញ្ចឹងណាបើនិយាយពីបទហ្នឹងហើយចូលបទព្រហ្មទណ្ឌបាទអញ្ចឹងចម្លើយតែខ្ញុំយល់ថាបទព្រហ្មទណ្ឌបាទអំពើប្លន់លែងយកហើយបាទប្លន់ក៏នៅក្នុងព្រហ្មទណ្ឌបាទបទព្រហ្មទណ្ឌវិញបាទបទព្រហ្មទណ្ឌឥឡូវយើងមកជួបនៅបេក្ខនារីបាទជ្រើសរើសនៅចម្លើយមួយមកខ្ញុំសូមឆ្លើយថាជាគេហៅថាជាអំពើចារកម្មចាបាទអរគុណអញ្ចឹងក្នុងចម្លើយ2ដែលបានឆ្លើយមិញនេះខ្ញុំមកសូមបញ្ជាក់ចម្លើយតែម្ដងអ្នកចូលរួមបទល្មើសមានឆន្ទៈដូចគ្នាជាមួយចារីហើយមានវត្តមានជាមួយគ្នានៅកន្លែងកាត់ហេតុហៅថាសហចារីបាទអញ្ចឹងសម្រាប់ចម្លើយទាំងពីរគឺអត់មានអ្នកឆ្លើយត្រូវទេបាទអត់ដែលជួបណោះបាទធ្លាប់នឹងតែអត់បានយើងចាប់អារម្មណ៍បាទថាអ្នកទាំងពីរនឹងមានឆន្ទៈដូចគ្នាធ្វើការប្រព្រឹត្តនៅទង្វើទាំងអស់នៅកន្លែងកាត់ហេតុតែមួយបានថាចូលដៃចូលជើងគ្នាអញ្ចឹងបានសហចារីបាទអរគុណអញ្ចឹងសម្រាប់ថវិកា2នាក់ទៅបាទថវិការបស់លោកសេហាបាននៅសល់តែ45,000ទេខណៈពេលដែលផាណានៅសល់15,000តិចណាតិចទៅពួកគាត់នឹងចូលគ្នាវាសហការគ្នាហ្នឹងហើយសហការគ្នាហ្នឹងអត់ចាប់បន្តិចណាទាំងសហការគ្នាហ្នឹងណាចាបាទអរគុណឥឡូវយើងបន្តមកញ៉ាំផាណាវិញបាទព្យាយាមឡើងបាទឆ្លើយត្រូវអាចកើនថវិកាវិញ
ខ្ញុំសូមជ្រើសរើសយកចម្លើយលេខ6សង្ឃឹមថា សង្ឃឹមថាអាចឆ្លើយបាន ជ្រើសរើសយកសំណួរលេខ6 សំណួរលេខ ចា៎ 6បាទសួរថាតើវិវាទដែលកើតមានឡើងរវាងនយោជកសំទោសតើវិវាទដែលកើតមានឡើងរវាងនយោជកម្នាក់និងកម្មករម្នាក់ឬច្រើនអ្នកហៅថាវិវាទអ្វីបាទនយោជកហ្នឹង នយោជកម្នាក់ មានវិវាទជាមួយនឹងកម្មករម្នាក់ឬក៏មានវិវាទជាមួយនឹងកម្មករច្រើនអ្នកអញ្ចឹងវិវាទនេះគេហៅវិវាទអីគេបាទវិវាទអ្វី វិវាទបុគ្គល ច្បាស់អត់ ច្បាស់អត់កែប្រែ អត់កែប្រែទេអរគុណចុះចំណែកលោកសីហាវិញជឿថាវិវាទនេះជាវិវាទអ្វី តើតងនឹងសំណួរហ្នឹងបើគាត់យកវិវាទបុគ្គលខ្ញុំយកវិវាទរួមប៉ុន្តែខ្ញុំមើលសំណួរហ្នឹងដូចអត់សូវជាច្បាស់ដែរប៉ុន្តែខ្ញុំយកវិវាទរួមមកបើគាត់យកវិវាទបុគ្គលព្រោះអីវិវាទការងារមានតែពីរបាទមានតែវិវាទបុគ្គលនិងវិវាទរួមឥឡូវគាត់យកវិវាទបុគ្គលខ្ញុំយកវិវាទរួមយកវិវាទរួមទៅណាបាទដោយសារតែចម្លើយបែកគ្នាបានឆ្លើយហើយអញ្ចឹងវិវាទមានតែពីរទេបាទនៅវិវាទតកតងការងារមានតែពីរបាទអញ្ចឹងខ្ញុំបាទសូមបញ្ជាក់ជាថ្មីម្ដងទៀតដោយសារតែអ្នកទាំងពីរបានឆ្លើយនៅវិវាទទាំងពីរអំបញ្ញមិញនេះមានមួយជាចម្លើយដែលត្រឹមត្រូវចម្លើយដែលត្រឹមត្រូវបាទវិវាទដែលកើតមានឡើងរវាងនយោជកម្នាក់និងកម្មករម្នាក់ឬច្រើនអ្នកហៅថាវិវាទបុគ្គលបាទអបអរសាទរដល់កញ្ញាផាណាអញ្ចឹងថវិការបស់កញ្ញាផាណាគឺកើនឡើង 50,000 វិញគឺកើនបាន 20,000 វិញហើយបាទគណៈពេលលោកសីហានៅសល់ 40,000 បាទខុសគ្នាពាក់កណ្ដាលនៅសល់សំណួរ2ចុងក្រោយបាទជួបលោកសីហាវិញខ្ញុំលើកយកលេខ9តើការបង្កើតកិច្ចសន្យាការងារនៅក្នុងសហជីពកម្មករមានពេលកំណត់ថេរវេលាពិតប្រាកដមានថេរវេលាមិនលើសពីប៉ុន្មានឆ្នាំបាទតើតើការបង្កើតកិច្ចសន្យាការងារនៅក្នុងសហជីពកម្មករមានថេរវេលាកំណត់មានពេលកំណត់ថេរវេលាពិតប្រាកដគឺมันត្រូវលើសពី2ឆ្នាំมันត្រូវលើសពី2ឆ្នាំអាហ្នឹងបើកំណត់2ឆ្នាំបាទបើលើសពី2ឆ្នាំឆ្លាយជាកិច្ចសន្យាគ្មានថេរវេលាកំណត់វិញបាទអញ្ចឹងច្បាស់ថាយក2ឆ្នាំហើយណាបាទចុះចំណែកវាផាណាខ្ញុំឆ្លើយថាមិនលើសពី3ឆ្នាំមិនលើសពី3ឆ្នាំចា៎បាទក៏ប៉ុន្តែចម្លើយហ្នឹងវាមិនលើសពី2ឆ្នាំក៏គាត់ឆ្លើយហើយអញ្ចឹងខ្ញុំយកថាមិនលើសពី3ឆ្នាំវិញបាទអូអញ្ចឹងបានថាដោយសារតែបងគិតថា2ឆ្នាំដែរเนาะចា៎ដោយសារលោកសីហាយកហើយចា៎អញ្ចឹងមានសម្រាប់ចិត្តយក3ឆ្នាំចា៎អញ្ចឹងខ្ញុំបាទសូមបញ្ជាក់ចម្លើយជូនដែលបានសួរអំបញ្ញមិញថាតើការបង្កើតកិច្ចសន្យាការងារក្នុងសហជីពកម្មករមានពេលកំណត់ថេរវេលាពិតប្រាកដមានថេរវេលាមិនលើសពី2ឆ្នាំបាទអបអរសាទរបាទអបអរសាទរសម្រាប់លោកសីហាដែលបានឆ្លើយត្រូវហើយមានឱកាសឈ្នះនៅក្នុងកម្មវិធីរបស់យើងនៅសប្តាហ៍ទី3វគ្គទី31នេះអរគុណអញ្ចឹងនៅសល់សំណួរមួយចុងក្រោយទៀតសម្រាប់កញ្ញាផាណានៅក្នុងការឆ្លើយបើសិនជាឆ្លើយត្រូវគឺមានឱកាសអាចសន្សំថវិកា 50,000 ឡើងវិញណាប៉ុន្តែបន្ទុកគឺលោកសីហាបានដាច់បាត់ហើយអញ្ចឹងសង្ឃឹមថានៅឆ្លើយត្រូវថវិកាឡើងបាន20,000 វិញតែបើសិនជាឆ្លើយខុសនៅសល់តែ10,000សំណួរទី8មន្ត្រីដែលធ្វើការងារនៅក្នុងឃុំបន្ទាប់ពីមេឃុំហៅថាអ្វីហៅថាស្មានឃុំចាច្បាស់អត់ច្បាស់ទុកពេលឲ្យគិតបន្តិចទៀតណាទៅលោកបានថវិកា 50,000 ឡើងវិញបន្ទាប់ពីមេឃុំហើយមានច្បាស់ហើយយកចម្លើយស្មានឃុំចាជួយលោកសីហាវិញខ្ញុំហៅមន្ត្រីដែលធ្វើការនៅក្នុងឃុំបន្ទាប់ពីមេឃុំហៅថាក្រុមប្រឹក្សាឃុំសង្កាត់ហៅថាក្រុមប្រឹក្សាឃុំសង្កាត់ដែលបោះឆ្នោតនេះមុនណាបាទដៃជះនៅដៃនៅសល់ចុងកញ្ចក់ដូចខ្ញុំដែរអរគុណឥឡូវខ្ញុំបាទសូមបញ្ជាក់ជូនបាទសំណួរដែលបានសួរថាមន្ត្រីដែលធ្វើការនៅក្នុងឃុំបន្ទាប់ពីមេឃុំហៅថាជំទប់បាទដូច្នេះសម្រាប់អ្នកទាំងពីរឆ្លើយអត់ត្រូវទេបាទខ្ញុំបានដកថវិកាម្នាក់ 50,000 ញ៉ាំផាណានៅសល់ 10,000 ហើយលោកសីហានៅសល់ 40,000 រៀលអ
អរគុណច្រើនមកឥឡូវយើងបានរកឃើញអ្នកដែលបានឈ្នះប្រចាំសប្តាហ៍នេះហើយគឺបានទៅលើលោកសីហាដែលមកពីរោងចក្រដៃយ៉ាង2ដៃយ៉ាងធូណាបាទអរគុណច្រើនហើយចំណែកឯកញ្ញាផាណាក៏សោកស្ដាយផងដែលបានមិនបានឆ្លើយត្រូវហើយថវិកាបានតិចណាស់បាន 100000 រៀលក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយអរគុណសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់យើងហើយបានឈានដល់វគ្គនេះគឺសិតតាជាបេក្ខនារីដែលមានគំនិតឆ្លើយត្រូវបានន័យថាឆ្លាតទទួលបាននៅអត្ថភាពច្រើនជាងបេក្ខជនបេក្ខនារីដទៃទៀតអរគុណហើយមានប្រងមានពាក្យពេចន៍អីចង់ប្រាប់ញ៉ាតិចទេខ្ញុំសូមថ្លែងអំណរគុណដល់ស្ថានីយ៍វិទ្យុនិងទូទួលបាយ័នដែលផ្ដល់ឱកាសឲ្យនាងខ្ញុំបានចូលរួមលេងក្នុងកម្មវិធីអ្នកឆ្លាតវៃនេះហើយទោះបីថាចាញ់ឈ្នះមិនក៏ខ្ញុំមានអារម្មណ៍ថាតិចអរដែលបានចូលរួមលេងពួកអីខ្ញុំធ្លាប់តាមដានតាមកញ្ចក់ទូរទស្សន៍គឺខ្ញុំមានបំណងថាថ្ងៃណាមួយខ្ញុំមានឱកាសបានចូលលេងកម្មវិធីនេះបាទឥឡូវបានចូលលេងដូចបំណងបាទប៉ុន្តែគួរឲ្យសោកស្ដាយដែរដែលខ្ញុំមិនមានឱកាសឆ្លើយត្រូវនឹងសំណួរបាទប៉ះសំណួរដែលចេះគឺខាងគាត់បាទអរគុណដោយសារតលោកសីហាគាត់មានអត្ថភាពនៅក្នុងការឆ្លើយសំណួរគាត់ដឹងច្រើនជាងអញ្ចឹងណាបាទអរគុណជូនពរអញ្ញាផាណាជួបតែស្នាល្អនឹងទទួលបានជោគជ័យនៅក្នុងការងារណាអរគុណច្រើនហើយសម្រាប់លោកសីហាក៏ដូចគ្នាបាទជាចុងក្រោយបាទចង់មានពាក្យពេចន៍អីនិយាយបន្ថែមសូមជឿបាទតើតងថ្ងៃនេះខ្ញុំមានកិត្តិយសមែនតើដែលបានមកចូលរួមក្នុងកម្មវិធី Smart Game នេះហើយកន្លងមកខ្ញុំក៏ចូលចិត្តដែរខ្ញុំតែងតែមើលជារៀងរាល់សប្តាហ៍បាទខ្ញុំក៏បានរំពឹងថាថ្ងៃណាមួយខ្ញុំនឹងបានចូលលេងឡើងបានចូលលេងហើយខ្ញុំសូមថ្លែងអរគុណដល់ស្ថានីយ៍ទូទួលបាយ័នដែលបានអញ្ជើញខ្ញុំមកចូលរួមកម្មវិធីនេះបាទសូមអរគុណបាទអបអរសាទរណា 60% កើនដល់ 100% បាទអរគុណច្រើនទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកបានឃើញហើយសម្រាប់ការឆ្លើយសំណួររបស់បេក្ខជនបេក្ខនារីទាំង5នៅក្នុងសប្តាហ៍ទី3វគ្គទី31នេះយើងរងចាំទស្សនានៅសប្តាហ៍ក្រោយជាបន្តទៀតថាតើបេក្ខជនណានឹងមានឱកាសឈានទៅវគ្គប្រាច់ព្រាត់នៅក្នុងសប្តាហ៍ទី4នៅក្នុងវគ្គទី32បាទមុននឹងបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភក្នុងកម្មវិធីអរគុណដល់សិភៅឆៃហាក់សិភៅសរសេរឆៃហាក់មានក្រឡាភ្លឺច្បាស់ងាយស្រួលសរសេរមិនរឹបបិចហើយមានចំនួនទំព័រគ្រប់ចំនួនឆៃហាក់ជាជម្រើសដ៏ល្អដើម្បីអនាគតអ្នកសម្រាប់ពេលនេះយើងខ្ញុំទាំងអស់គ្នារួមជាមួយនឹងក្រុមការងារនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នក្នុងកម្មវិធីអ្នកឆ្លាតវៃឬ Smart Game សូមអរគុណសូមជម្រាបលា